ngọc khía cứ ti mùi ní cứ hàng xã hội Amerik ban lại đang thà luôn ban bánh cặp đặc preng rồi bọn Iran chấm nôn pi kêu ban thua ở khâu khátហើយព័ត៌មានទី2នេះគឺរដ្ឋបាលលោកត្រាំចាញ់ក្តីមួយទៀតហើយនៅលើពន្ធ 10% ជាសកលដែលលោកបានដាក់ក្រោយពីពន្ធបដិការរបស់លោកត្រូវបានតុលាការកំពូលច្រានចោលហើយព័ត៌មានទី3គឺសហរដ្ឋអាមេរិកសង្ស័យក្រុមហ៊ុនមួយដែលនៅក្នុងប្រទេសថៃមានជាប់ពាក់ព័ន្ធនៅក្នុងការរត់ពន្ធបន្ទះ chief ដែលមានកម្រិតខ្ពស់ហ្នឹងទៅឲ្យប្រទេសចិនដែលជាការមួយល្មើសនឹងបំរាមរបស់សហរដ្ឋអាមេរិកហើយព័ត៌មានទី4នេះគឺលោកប្រធានាធិបតី Donald Trump បានប្រកាសអំពីបទជប់បាញ់គ្នារយៈពេល3ថ្ងៃរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីដើម្បីឲ្យរុស្ស៊ីប្រារព្ធទិវាជ័យជំនះបាទហើយនៅចុងម៉ោងនេះគឺខ្ញុំសូមដកស្រង់នៅទស្សនៈរបស់លោកឆាងយុដែលបាននិយាយអំពីអ្វីទៅជានយោបាយពិតប្រាកដនៅក្នុងប្រទេសថៃក្រោយពីថៃបានលុបចោលនៅអនុសារណៈស្តីពីការយោគយល់ឆ្នាំ2001ជាមួយនឹងប្រទេសកម្ពុជាបាទនៅក្នុងព័ត៌មានទី1នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកគឺកងកម្លាំងរបស់សហរដ្ឋអាមេរិកបានបាញ់និងធ្វើឲ្យនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន2គ្រឿងមិនអាចដំណើរការបានទេនៅថ្ងៃសុក្រនេះបន្ទាប់ពីមានការបាញ់តបតគ្នាជាមួយនឹងកងកម្លាំងអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ពេញមួយយប់កាលពីយប់ទន្ទឹមនឹងនេះគឺប្រទេសអារ៉ាប់រួមបានរាយការណ៍ថាមានការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយផ្សេងទៀតផងដែរទៅលើប្រទេសអារ៉ាប់រួមការវាយប្រហារទាំងនេះបានបង្កឲ្យមានការសង្ស័យកាន់តែខ្លាំងលើបទជប់បាញ់រយៈពេល1ខែដែលនៅតែផុយស្រួយដែលសហរដ្ឋអាមេរិកបានទទូចថានៅតែមានប្រសិទ្ធភាពនៅឡើយទេទីក្រុង Washington ពេលនេះកំពុងតែរងចាំចម្លើយឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើចុងក្រោយនេះរបស់សហរដ្ឋអាមេរិកឲ្យមានបទកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមនេះតែម្ដងហើយបើកច្រក Hormuz ឡើងវិញនិងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលបាទកំពុងតែមានបញ្ហាចម្រូងចម្រាសជាមួយនឹងសហរដ្ឋអាមេរិកនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានមានប្រសាសន៍ថាលោកសង្ឃឹមថានឹងទទួលបានការផ្ដល់ជូនការឆ្លើយតបដោយជាក់លាក់ពីអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបាទអញ្ចឹងនៅសហរដ្ឋអាមេរិកគឺពេលយប់ទៅហើយអញ្ចឹងប្រហែលជាអាចនឹងឆ្លើយមកហើយប៉ុន្តែគេមិនទាន់បានផ្សព្វផ្សាយជាសាធារណៈទន្ទឹមនឹងនេះក្រសួងការពារជាតិអារ៉ាប់រួមបានថ្លែងថាមានមនុស្ស3នាក់បានរងរបួសបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលផ្លោង2គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន3គ្រឿងដែលបាញ់មកពីអ៊ីរ៉ង់គេមិនទាន់ដឹងច្បាស់ទេថាតើមីស៊ីលទាំងនោះទៅបានស្ទាក់ចាប់បានអស់ដោយជោគជ័យឬអត់នោះទេបាទអញ្ចឹងស្ថានភាពនៅតំបន់ Hormuz នេះគឺនៅតែផុយស្រួយនៅឡើយយើងនឹងដឹងការវិវត្តបន្ថែមទៀតនៅថ្ងៃស្អែកហើយបើសិនបើមានព័ត៌មានអ្វីថ្មីខ្ញុំនឹងជម្រាបជូនប្រិមិត្តតែម្ដងពីព្រោះខ្ញុំជឿថាវាប៉ះពាល់ទៅដល់បណ្ដាប្រទេសអាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរបាទជាពិសេសទៅលើតម្លៃប្រេងបាទដែលប៉ះពាល់ប្រជាពលរដ្ឋគ្រប់រូបបាទខ្ញុំនឹងតាមដានព័ត៌មាននេះហើយនឹងជម្រាបជូនប្រិមិត្តភ្លាមៗនៅទំព័រ Facebook ណាបាទកុំជឿព័ត៌មានណាផ្សេងនៅពេលគាត់ចិត្តរំភើបពេកក៏ដាក់ទៅបានមុនហ្នឹងបាទចង់គេមើលច្រើននៅនឹងផ្សេងណាបាទព័ត៌មានទី2នេះគឺតកតងជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែក៏វាមានន័យសម្រាប់ពិភពលោកផងដែរប្រិមិត្តនៅចាំបានទេនៅពេលដែលពន្ធបដិការរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានតុលាការកំពូលបដិសេធចោលកាលពីខែកុម្ភៈនោះពន្ធបដិការកាលហ្នឹងមិនយកកម្ពុជាដល់39ហើយចុះមកវិញសល់9អីជាដើមច្រើនណាបាទឥឡូវនេះគឺពេលកាលខែ2គឺខាងតុលាការកំពូលបានលុបចោលមួយសារទៅហើយបាទដល់ពេលហើយលោកត្រាំគាត់ប្តឹងឡើងវិញទៀតគាត់មិនប្តឹងគាត់ដាក់ច្បាប់ថ្មីទៀតគឺប្រើពន្ធគេថា 10% សកលវិញក៏ប៉ុន្តែកាលពីថ្ងៃប្រហោះម្សិលមិញគឺការដាក់ពន្ធគយថ្មីរបស់លោកត្រាំនោះក៏ត្រូវបានចែងក្តីដែរ
ចាញ់ក្តីទៀតហើយមិនឲ្យលោកត្រាំយក 10% ទេវាជារឿងមួយគ្មានសុពលភាពបាទលោកបានដាក់ចេញកាលហ្នឹងបាទក៏ប៉ុន្តែអ្វីដែលជាការមួយវិវត្តគួរឲ្យចាប់អារម្មណ៍នោះគឺតុលាការពាណិជ្ជកម្មបានសម្រេចនេះគឺមិនសម្រេចថាឲ្យលុបចោលពន្ធបដិការពន្ធ 10% សកលនឹងទាំងស្រុងទេគឺសំដៅតែទៅលើក្រុមហ៊ុននិងរដ្ឋដែលបានដាក់ប្តឹងគឺរដ្ឋ Washington State ហើយនិងក្រុមហ៊ុនដែលបានដាក់ប្តឹងចំនួន2បាទដឹងថាគឺរដ្ឋបាលលោកត្រាំត្រូវតែឈប់យកពន្ធទៅលើក្រុមហ៊ុនហ្នឹងរដ្ឋហ្នឹងហើយត្រូវសងពន្ធហ្នឹងមកវិញដែលបានយកថែមទាំងការប្រាក់ផងដែរមកលើក្រុមហ៊ុនទាំងអស់នោះបាទអញ្ចឹងបានន័យថាម៉េចបានន័យថាប្រសិនបើប្រទេសណាក្រុមហ៊ុនណាចង់ឲ្យតុលាការសម្រេចដោយបញ្ចូលឈ្មោះក្រុមហ៊ុនរបស់ខ្លួនតតែប្តឹងទៅតុលាការណាក៏ដោយគឺបានសម្រាប់ក្របដណ្ដប់ទៅលើទាំងស្រុងតែម្ដងប៉ុន្តែនៅពេលឥឡូវនេះគឺបាទមិនដូច្នោះទេបាទនេះគឺជាព័ត៌មានទី2បាទរូបទី2ឥឡូវសូមបញ្ចូលរូបភាសាទៀតសិនបាទយ៉ាងម៉េចទេខ្ញុំតតរកវិធីដោះស្រាយឲ្យចេញវាទៀតហើយនឹងជាយ៉ាងម៉េចណាមិនដាក់រូបបើធ្វើជានិយាយតាសំលេងមិនបាច់ដាក់រូបមកល្អដែរមិនគិតពីខ្លាចកាំងមិនកាំងแล้วដាក់ធ្វើអញ្ចឹងវិធីនឹងមួយសិនណាវិធីនឹងមួយដើម្បីឲ្យដំណើរការទៅល្អអូខេអញ្ចឹងអធិស្ឋានណាកុំឲ្យឃើញរូបអីអញ្ចឹងបាទលើដាក់ចេះហើយដាក់ចេះវិញអូខេបើអញ្ចឹងកាំងរូបក៏មិនអីតែមិនសូវឃើញប្រមាណទេបាទអញ្ចឹងមានវិធីហ្នឹងណាព័ត៌មានទី3ណាបាទព័ត៌មានទី3សម្រាប់ប្រិមិត្តទាំងអស់គ្នាគឺសហរដ្ឋអាមេរិកបានសង្ស័យថាក្រុមហ៊ុន AI របស់ថៃមួយគឺកំពុងរត់ពន្ធបន្ទះ chip របស់ក្រុមហ៊ុន Nvidia ទៅឲ្យក្រុមហ៊ុន Alibaba នៅក្នុងប្រទេសចិនបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ដោយដកស្រង់ពីប្រភពដែលមិនបញ្ចេញឈ្មោះគឺក្រុមហ៊ុន Obon Corp ដែលមានមូលដ្ឋាននៅទីក្រុងបាងកកត្រូវបានសង្ស័យថាបានបម្រើជាអន្តរការីក្នុងគម្រោងមួយដើម្បីរត់ពន្ធម៉ាស៊ីនមេ Super Micro ដែលមានតម្លៃរាប់ពាន់លានដុល្លារដែលផ្ទុកដោយបន្ទះ chip Nvidia ទំនើបចូលទៅក្នុងប្រទេសចិនដោយមានក្រុមហ៊ុន Alibaba ជាអតិថិជនយោងតាមសារព័ត៌មាន Bloomberg ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះគឺរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណអន្តរការីនោះថាជាក្រុមហ៊ុនអាស៊ីអាគ្នេយ៍មួយតែមិនបញ្ចេញឈ្មោះទេនៅក្នុងការចោទប្រកាន់ដែលបានដាក់ចេញកាលពីខែមីនាដែលកំណត់គោលដៅលើសហការីរបស់ក្រុមហ៊ុន Super Micro ចំនួន3នាក់សារព័ត៌មាន Bloomberg បានកំណត់អត្តសញ្ញាណក្រុមហ៊ុននោះថា Obon Corp ការចោទប្រកាន់មិនដាក់ឈ្មោះក្រុមហ៊ុន Obon ឬ Alibaba នោះទេហើយអាជ្ញាធរសហរដ្ឋអាមេរិកក៏មិនបានចោទប្រកាន់ជាសាធារណៈថាក្រុមហ៊ុនទាំងពីរបានធ្វើខុសនោះឡើយក្រុមហ៊ុន Alibaba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាខ្លួនមិនមានទំនាក់ទំនងអាជីវកម្មជាមួយនឹងក្រុមហ៊ុន Super Micro ឬក្រុមហ៊ុន Obon ឬឈ្មួញកណ្ដាលភាគីទី3ណាមួយដែលបានរៀបរាប់នៅក្នុងការចោទប្រកាន់របស់រដ្ឋអាជ្ញានោះទេហើយបាននិយាយថាបន្ទះ chip របស់ក្រុមហ៊ុន Nvidia ដែលត្រូវបានហាមឃាត់មិនដែលត្រូវបានប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនឡើយក្រុមហ៊ុន Obon មិនអាចតាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេការចោទប្រកាន់កាលពីខែមីនាបានចោទប្រកាន់សហស្ថាបនិកក្រុមហ៊ុន Super Micro គឺលោកWally Liao អ្នកគ្រប់គ្រងផ្នែកលក់ដែលមានមូលដ្ឋាននៅតៃវ៉ាន់លោក Steven Chang និងអ្នកម៉ៅការខាងក្រៅគឺលោក Willy Sun
ពីបទរំលោភលើច្បាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកអ្នកទាំង3បានសារភាពថាពួកគេមិនបានប្រព្រឹត្តអ្នកទាំង3បានឆ្លើយថាពួកគេមិនបានប្រព្រឹត្តខុសនោះទេយោងតាមរដ្ឋអាជ្ញាគម្រោងនេះពាក់ព័ន្ធនឹងការដឹកជញ្ជូនម៉ាស៊ីនមេពីតៃវ៉ាន់ទៅកាន់អន្តរការីនៅអាស៊ីអាគ្នេយ៍ដែលជាប្រទេសថៃជាកន្លែងដែលក្រុមហ៊ុននោះដឹកជញ្ជូនគឺដាច់ដោយឡែកមួយទៀតបានដកហូតសញ្ញាសម្គាល់អត្តសញ្ញាណរបស់ server នោះហើយដាក់វាចូលក្នុងប្រអប់ឡើងវិញមុនពេលដែលត្រូវបានបញ្ជូនទៅប្រទេសចិនគម្រោងនេះបានបង្កើតប្រាក់ចំណូលប្រហែលជា 2.5 លានដុល្លារសម្រាប់ក្រុមហ៊ុន Super Micro ចាប់តាំងពីឆ្នាំ 2024 រួមទាំងប្រាក់ជាង 500 លានដុល្លារដែលបានដឹកជញ្ជូនរវាងចុងខែមេសានិងពាក់កណ្ដាលខែឧសភាឆ្នាំ 2025 ការចោទប្រកាន់នេះចោទថាម៉ាស៊ីនមេคล้ายៗទៅបានដាក់នៅក្នុងកន្លែងផ្ទុករបស់អន្តរការីដើម្បីបំភាន់ក្រុមអនុលោមភាពរបស់ Super Micro ដែលនៅពេលនោះផ្នែករឹងពិតប្រកបត្រូវបានបញ្ជូនទៅប្រទេសចិនរួចហើយជាចុងចោតម្នាក់ក៏បានដឹកនាំដំណើរការសវនកម្មរបស់ក្រុមដែលចោះទៅត្រួតពិនិត្យនោះទៅពិនិត្យមើលកន្លែងផ្សេងដែលគាត់ពិពណ៌នាថាមានការយល់ព្រមទៅលើការដឹកជញ្ជូនក្នុងរយៈពេលប្រមាណថ្ងៃការិយាល័យឧស្សាហកម្មនិងសន្តិសុខនៃក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយបង្កកការដឹកជញ្ជូនចេញទាំងអស់ទៅកាន់ក្រុមហ៊ុនហើយការណែនាំនោះមិនទាន់ត្រូវបានលើកលែងនៅពេលដែលការចាប់ប្រកាន់កាលពីខែមីនាត្រូវបានធ្វើឡើងនៅតុលាការនោះទេបាទអញ្ចឹងគឺបានន័យថាមានក្រុមហ៊ុនណាមានក្រុមហ៊ុនមួយនៅក្នុងប្រទេសថៃហ្នឹងដែលសង្ស័យថាមានធ្វើជាអន្តរការីហ្នឹងក្នុងការយកទំនិញដែលសហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យនាំទៅប្រទេសចិនបាទឥឡូវហ្នឹងបែរជានាំទៅបាទប៉ុន្តែក្រុមហ៊ុនប្រកែកណាបាទរីឯព័ត៌មានទី4បាទព័ត៌មានទី4គឺលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសពីបទជុំបាញ់គ្នាណាដោយបាននិយាយថាបទជុំបាញ់គ្នារយៈពេល3ថ្ងៃក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនលោកបានថ្លែងដូចនេះនៅក្នុងការបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃសុក្រដោយមេដឹកនាំសហរដ្ឋអាមេរិកបានថ្លែងថាបទជុំបាញ់នេះគ្នានេះនឹងចូលពីថ្ងៃសៅរ៍រហូតដល់ថ្ងៃច័ន្ទបាទគឺមិនមានបទជុំបាញ់ទេលោកត្រាំបានបង្ហោះថាលោកបានសរសេរថាលោកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថានឹងមានការជុំបាញ់រយៈពេល3ថ្ងៃពីថ្ងៃទី9 10និង11ខែឧសភាក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយប្រមាណរយៈពេលខ្លីក្រោយមកគឺប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់នៅលើបណ្ដាញសង្គម X ថាបទជុំបាញ់រយៈពេល3ថ្ងៃត្រូវបានរៀបចំជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការចរចាបញ្ចប់សង្គ្រាមដែលមានអាយុកាលជាង4ឆ្នាំហើយជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីគឺលោក Yuri Ushakov ក្រោយមកក៏បាននិយាយផងដែរថាកិច្ចព្រមព្រៀងលើបញ្ហានេះត្រូវបានសម្រេចក្នុងអំឡុងពេលទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងសហរដ្ឋអាមេរិកហើយជាថ្នូវវិញសហរដ្ឋអាមេរិកបានតាក់ទងជាមួយនឹងក្រុមទីក្រុងគៀវផងដែរដោយលោកបាននិយាយថាកិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទនាពេលថ្មីនេះរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោក Donald Trump ដែលក្នុងនោះប្រធានាធិបតីទាំងពីរបានសង្កត់ធ្ងន់ថាប្រទេសរបស់យើងគឺជាសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទី2ហើយក៏បានពិភាក្សាអំពីលទ្ធភាពនៃបទជុំបាញ់ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះនេះបាទនេះគឺជាការប្រកាសរបស់ខាងលោកប្រធានាធិបតី Donald Trump ណាគឺបានបទជុំបាញ់គ្នា3ថ្ងៃដែរពីព្រោះអីរុស្ស៊ីគាត់ព្រួយបារម្ភខ្លាយក្រែងលោអ៊ុយក្រែនឆ្លៀតឱកាសនេះគឺវាប្រហារទៅលើទីក្រុងមូស្គូអញ្ចឹងហើយគាត់បានចេញសេចក្តីព្រមានមួយឲ្យខាងទូតបរទេសទាំងអស់ជំនះមន្ត្រីទូតរបស់ខ្លួនចេញពីទីក្រុងគៀវដោយនិយាយថាបើសិនជាក្នុងករណីដែលអ៊ុយក្រែនវាប្រហារទៅលើទីក្រុងមូស្គូគឺច្បាស់ហើយទីក្រុងមូស្គូវាប្រហារសងសឹកវិញបាទតែឥឡូវនេះដើម្បីបន្ធូរបន្ថយភាពតានតឹងហ្នឹងបាទពីព្រោះនៅថ្ងៃស្អែកនេះនៅរុស្ស៊ីគឺទិវាជ័យជំនះនៅក្នុងសង្គ្រាមលោកលើកទី2ណាបាទអញ្ចឹងលោកត្រាំក៏ចូលសម្របសម្រួលថាអញ្ចឹងអូខេជុំបាញ់គ្នាទៅឥឡូវនេះចុងក្រោយនេះសូមជូនទស្សនៈរបស់លោកឆាងយុបាទតាក់ទងជាមួយនឹង
នយោបាយរបស់ថៃបាទខ្ញុំបានបង្ហោះតាមបណ្ដាញសង្គម Facebook ម្ដងហើយប៉ុន្តែប្រហែលជាប្រិមិត្តមិនទាន់បានអានខ្ញុំសូមអានជូនបាទលោកឆាំងយុបាននិយាយថានយោបាយប្រកបនិយមរបស់ប្រទេសថៃវាពិតជាចាំបាច់ណាស់ក្នុងការចងចាំថាសកម្មភាពនេះអនុវត្តឡើងក្នុងទម្រង់ជាលបែងអុកសកលដែលមានលក្ខណៈយុទ្ធសាស្ត្រពហុវិមាននឹងមានទំនាក់ទំនងប្រតិក្រឡាគ្នាហើយការផ្លាស់ប្ដូរពីអនុសារណៈនៃការយោគយល់គ្នានេះទៅកាន់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រគឺគ្រាន់តែជាការដើរជំហានមួយដែលដើរនៅក្នុងលបែងអុកនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសថៃនិងប្រទេសកម្ពុជាតែប៉ុណ្ណោះនិយាយម្យ៉ាងទៀតថាសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាគឺត្រឹមតែជាវិធីសាស្ត្រឆ្លើយតបតែមួយបែបប៉ុណ្ណោះចំពោះការសម្រេចចិត្តនាពេលថ្មីនេះរបស់រដ្ឋាភិបាលថៃក្នុងការដកខ្លួនចេញពីអនុសារណៈនៃការយោគយល់គ្នាបន្ថែមលើសកម្មភាពជាក់លាក់របស់កម្ពុជានៅមានព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនទៀតរួមទាំងកលៈទេសៈនិងជំហាននានាដែលភាគីទាំងពីរបាននឹងកំពុងអនុវត្តព្រឹត្តិការណ៍ទាំងនោះបង្កជាឥទ្ធិពលនិងកំពុងជំរុញឲ្យមានការប្រែប្រួលចំពោះភាគីទាំងពីរទៅវិញទៅមកជាឧទាហរណ៍ការចល័តនិងការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្ដោយព្រំដែនព្រមទាំងការត្រៀមលក្ខណៈរួចជាស្រេចនៃកងកម្លាំងយោធាជាដើមសុទ្ធសឹងជាសកម្មភាពដែលជះឥទ្ធិពលដល់ទំនាក់ទំនងនៃប្រទេសទាំងពីរក្រៅពីការធ្វើសកម្មភាពឬការឆ្លើយតបទៅនឹងភាគីម្ខាងទៀតជួនកាលការសម្រេចចិត្តផ្សេងត្រូវបានធ្វើឡើងដើម្បីដោះស្រាយឬឆ្លើយតបទៅនឹងបញ្ហាផ្ទៃក្នុងឬផលប្រយោជន៍ជាតិរៀងៗខ្លួននេះគឺជាជំរើសមួយដែលអាចយកមកពិចារណាបានថាសកម្មភាពរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងអនុសារណៈនៃការយោគយល់គ្នានេះអាចមានមូលហេតុចម្បងមកពីចង់បម្រើផលប្រយោជន៍ដល់ក្រុមអិសរាជជនជាន់ខ្ពស់របស់ថៃជាងកលៈទេសៈដែលពាក់ព័ន្ធនឹងកម្ពុជាករណីនេះទំនងជាអាចកើតមានឬប្រហែលជាបង្ហាញចេញយ៉ាងពិតជាក់ស្ដែងតែម្ដងតាមរយៈការឈ្លានពានដោយប្រើប្រាស់កម្លាំងយោធារបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងអំឡុងពេលជិតខិតមកដល់នៃការបោះឆ្នោតថ្នាក់ជាតិរបស់ថៃនាពេលកន្លងទៅនៅពេលដែលយើងឈប់ផ្ដោតការពិនិត្យមើលតែលើសកម្មភាពរបស់រដ្ឋាភិបាលថៃដាច់ដោយឡែកពីអ្វីផ្សេងទៀតដែលកំពុងកើតឡើងហើយចាប់ផ្ដើមស្វែងយល់ថាសកម្មភាពទាំងនោះមានទំនាក់ទំនងនិងមានលក្ខណៈប្រតិក្រឡាគ្នានិងជាផ្នែកមួយនៃដំណើររឿងដ៏ទូលំទូលាយឬក៏អាចជាយុទ្ធសាស្ត្រដ៏ធំមួយពោលគឺជាយុទ្ធសាស្ត្រក្តោបលើរាល់យុទ្ធសាស្ត្រឬយុទ្ធសាស្ត្រប្រឌិតសាច់រឿងរបស់ប្រទេសថៃបាទដូច្នេះគឺអ្នកស្រាវជ្រាវរបស់ថៃគឺលោកបណ្ឌិតបាតាចិត្តតាំងសិនមុនខុងក៏បាននិយាយដែរនៅអត្ថបទមួយស្ដីពីការរៀបចំក្របខ័ណ្ឌថ្មីនៃអង្គើប្រល័យពូជសាសន៍យុទ្ធសាស្ត្រប្រឌិតសាច់រឿងនិងនិត្យានុកូលភាពនៃការគ្រប់គ្រងរបស់ថៃចំពោះខ្មែរក្រហមបើមើលដល់នេះគឺទើបយើងអាចមើលឃើញនៅទស្សនវិជ្ជាទាំងមូលជាជាងផ្ដោតតែទៅលើហេតុការណ៍ជាក់លាក់ណាមួយដោយភាសាមួយថាមើលទស្សនវិជ្ជាព្រៃជារួមជាជាងមើលទៅលើដើមឈើតែប៉ុន្មានដើមបាទនេះគឺជាទស្សនៈរបស់លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានសរសេរនៅថ្ងៃទី5ខែឧសភាឆ្នាំ2026បាទអញ្ចឹងប្រិមិត្តគឺរូបភាពនឹងកាំងទៀតហើយក៏ប៉ុន្តែសំឡេងនៅអញ្ចឹងខ្ញុំបានដាក់ជូនប្រិមិត្តទាំងអស់គ្នាឲ្យបានឃើញរូបអញ្ចឹងប៉ុន្តែជំនួសឲ្យរូបខ្ញុំដែលកាំងឥឡូវនេះសូម refresh ម្ដងទៀតក្រោយលោកអាចបាទសូមអរគុណថ្ងៃនេះប្រហែលថ្ងៃនេះគឺមិនដឹងជាដោយសារមូលហេតុអ្វីចាំមើលខ្ញុំពិនិត្យមើលបញ្ហាហ្នឹងណាបាទអូខេបាទអញ្ចឹងសម្រាប់ប្រិមិត្តណាដែលចូលមកដើម្បីស្ដាប់តែព័ត៌មានសូមចាប់តែប៉ុណ្ណេះណាបាទឥឡូវនេះសូមជ្រាបឱកាសនេះសូមសំណេះសំណាលបន្តិចអញ្ចឹងសម្រាប់មុននឹងចេញទៅគឺថ្ងៃស្អែកអត់មានទេណាអត់មានទេកម្មវិធីផ្សាយផ្ទាល់នេះដោយសារខ្ញុំជាប់រវល់ផ្ទាល់ខ្លួនអញ្ចឹងអត់បានទេណាបាទប៉ុន្តែខ្ញុំនឹងបង្ហោះ
ខ្លះតាមបណ្ដាញសង្គម Facebook ហើយខ្ញុំអាចនឹងធ្វើ clip អីមួយបើសិនជាមានពេលទំនេរបាទឥឡូវនេះសូមសួរទទួលសំណួរមួយពីមើលនរណាគេបាទសុំសុកច័ន្ទពូកាលមាន MOU គេថាខ្មែរខាតបងដល់ពេល MOU លើបចុះក៏ខាតបងមិននឹងគិតយ៉ាងម៉េចបាទខ្ញុំធ្លាប់បាននិយាយហើយបាទខ្ញុំធ្លាប់បាននិយាយហើយគឺកាលពីនិយាយសូមអធិស្ឋានខ្ញុំនិយាយត្រង់ហើយខ្ញុំមិនបញ្ចេញឈ្មោះអ្នកណាប៉ុន្តែអាចយកទៅផ្គុំទៅចេញហើយបាទវាមិនជាទម្លាប់របស់ខ្ញុំផងដែលនិយាយទៅមានលក្ខណៈឌៀមដាមប៉ុន្តែខ្ញុំមិនចង់ឲ្យប៉ះពាល់គេកាលពីលោកសុកអានគាត់ចរចា MOU 2001ហ្នឹងក៏មានក្រុមនិស្សិតមួយចំនួនបាទប្រឆាំងថាខាតនេះខាតនោះខាតនេះខាតនោះរហូតដល់ប្រឆាំងរហូតទៅដល់ចុងក្រោយថ្មីហ្នឹងនៅប្រឆាំងរហូតបាទខ្ញុំដែលដឹងរឿងហ្នឹងក៏ខ្ញុំប្រាប់តអ្នកហ្នឹងផងដែរថារឿងវាចេះចឹងអូខឹងដល់ខ្ញុំទៀតបាទខឹងដល់ខ្ញុំទៀតបាទតែខ្ញុំចេះឈ្មោះអាចដឹងខឹងដល់ខ្ញុំទៀតឥឡូវហ្នឹងទៅបាត់ MOU 2001ហ្នឹងគឺមានអ្នកស្ដាយទៅក្រុមណាទៀតស្ដាយទៀតបាទអញ្ចឹងដូច្នេះខ្ញុំបលខ្ញុំមិនមែនជាអ្នកជំនាញខាងផែនទីហ្នឹងទេព្រោះគាត់ថាខ្ញុំវិច័យដនខ្ញុំដឹងរឿង MOU 2001ហ្នឹងដោយសារកាលនោះខ្ញុំនៅធ្វើកសែតនៅស្រុកខ្មែរនៅឡើយ AFP ខ្ញុំនៅ AFP នៅឡើយខ្ញុំដឹងពីដំណើរការលោកខ្ញុំនៅ AFP ហ្នឹងរហូតដល់ឆ្នាំ2002បាទខ្ញុំចេញមកខាងស្ថាប័ន UN អញ្ចឹងក្នុងដំណើរការក្នុងពេលចរចាអីហ្នឹងគឺខ្ញុំដឹងដំណើររឿងហ្នឹងផងខ្ញុំរៀបការពីរឿងខ្ញុំដឹងបាទមានប្រភពក្រៅផ្លូវការរៀបរាប់ប្រាប់អញ្ចឹងទៅខ្ញុំដឹងរឿងហ្នឹងហើយក្រោយមកទៀតខ្ញុំមកធ្វើ UN ហ្នឹងគឺខ្ញុំមាន project មួយ Insight in Action ហ្នឹងគឺជា project មួយបើអ្នកណាចូល Google មិនដឹងជានៅខាង website UN គេលុបគេដកចេញពី website របស់ UN ហ្នឹង Insight in Action បាទក្នុង project ហ្នឹងគឺមានតកតងរឿងព្រេងបាទរឿងព្រេងចរចាព្រេងជាមួយបរទេសរហូតដល់យើងអញ្ជើញអ្នកជំនាញអន្តរជាតិហ្នឹងទៅជួយបង្រៀនរដ្ឋាភិបាលខ្មែរពីរឿងចរចាព្រេងហ្នឹងយ៉ាងម៉េចដើម្បីបានផលប្រយោជន៍មកកម្ពុជាពេលហ្នឹងអ្នកជំនាញហ្នឹងមានកម្មវិធីទៅជួបកាលហ្នឹងលោកគៀតឈុននៅជារដ្ឋមន្ត្រីមានទៅជួបនៅហ្នឹងផងហើយមានទៅជួបលោកហ៊ុនសែនកាលខ្ញុំទៅក៏ខ្ញុំបានទៅជួបដែរខ្ញុំទៅក្នុងនាមជាមន្ត្រីរបស់អង្គការសហប្រជាជាតិបាទដែលជួយកម្ពុជារឿងចរចាព្រៃហ្នឹងបាទទៅជួបផ្ទះគាត់ដល់ផ្ទះតាខ្មៅមានថតរូបជុំគ្នាហ្នឹងបាទខ្ញុំធ្លាប់យករូបនឹងបង្ហោះម្ដងដែរគឺអ្នកជំនាញរបស់ UN ហ្នឹងគឺ Joseph Stiglitz បាទដល់អញ្ជើញគាត់ទៅអ្នកសេដ្ឋកិច្ចអាមេរិកនាំទៅគាត់ជំនាញខាងចរចារឿងព្រៃហ្នឹងអញ្ចឹងហើយបើខ្ញុំដឹងរឿងព្រៃរឿងអីហ្នឹងខ្លះហ្នឹងដែរបាទហើយដល់ពេលខ្ញុំឃើញអ្នកនយោបាយមួយចំនួនគាត់យករឿងហ្នឹងមកនិយាយអត់ត្រូវសោះកុំថាឡើយទៅសូម្បីតែក្បែរក៏អត់ក្បែរផងបាទដល់ប៉ុន្តែធ្វើមិនសំខាន់មហាជនក៏ជឿគាត់និយាយបាទអូគាត់និយាយហ្នឹងគឺប្រឆាំងអត់បានទេហ៊ានតែប្រឆាំងហ្នឹងគឺច្បាស់ជានិយាយច្រើនប៉ុន្តែការពិតវាខុសពីនោះបាទខ្ញុំដឹងយូរហើយបាទខ្ញុំអាចនិយាយបានប៉ុណ្ណឹងណាបាទប៉ុន្តែចុងក្រោយនេះអ្វីដែលសុកច័ន្ទចង់និយាយហ្នឹងគឺពីរឿងការបាត់ MOU ហ្នឹងបាទតែងាកមកប្រើច្បាប់អន្តរជាតិ UN clause ហ្នឹងក៏បើតាមអ្នកជំនាញគាត់និយាយគឺមានផលប្រយោជន៍ដែរណាខ្ញុំមិនជំនាញរឿងហ្នឹងមួយគឺខ្ញុំអត់ជំនាញនិយាយរួម UN clause ហ្នឹងខ្ញុំអត់ចេះខ្ញុំអត់ចេះទេហើយក៏កំពុងតែតាមដានអ្នកជំនាញមួយចំនួនគេនិយាយអីហ្នឹងដើម្បីសិក្សារៀនសូត្រដែរណាបាទតែរឿងពីចំណុចខាងដើមនោះខ្ញុំដឹងច្រើនបាទសុផាផៃបាទសុផាផៃក៏ថាបើមហាអំណាចធំមិនអាចបញ្ចប់ចំនួនរបស់ខ្លួនបានឆាប់នោះពិភពលោកនឹងស្ថិតក្នុងស្ថានភាពតឹងតែងជាប្រចាំតាមរយៈភាពជាសម្ព័ន្ធមិត្តរបស់មហាអំណាចនីមួយធ្វើឲ្យនឹកដល់ប្រវត្តិសាស្ត្រមុនសង្គ្រាមលោកសុផាហ្នឹងអស្ចារ្យដែរអាចារ្យបាទធ្វើការសិក្សាជាបាននិយាយបានច្រើនបាទវណ្ណកម្មជំរាបសួរលេងគឹមសានថាតាត្រាំជ្រក់ស្ពៃធ្វើសង្គ្រាមតែ40ថ្ងៃទេឈ្នះហើយឥឡូវឈ្នះនៅបងអ្នកងក់ក្រងងាប់ចិត្តអស់ហើយដោយសារតែតាត្រាំជ្រក់នឹងឯវ៉ាន់តំណែងថ្លៃគ្រប់មកបាទអរគុណចំពោះការចូលរួមបញ្ចេញមតិបាទខ្ញុំយល់អំពីអារម្មណ៍នៃការប៉ះពាល់ជីវភាពពីព្រោះអីយើងដឹងថានៅកម្ពុជាហ្នឹងគឺ
ប្រផាត់ប្រផាយណាការបានមកនឹងគ្រប់អ្នកដែលនៅគេថាគៀនៅចន្លោះហ្នឹងគឺបាទគ្រប់មកគ្រប់ហ្នឹងវាមានច្រើនបាទដែលកាលនៅខាង UN ហ្នឹងយើងប្រើពាក្យថាអ្នកនៅក្នុងនៅក្នុងហ្គេមនៃបន្ទាត់នៃភាពក្រីក្របាទគឺផុតគាត់ឡើងផុតពីភាពក្រីក្របានន័យថាគាត់ផុតពីចំណូលទាបប៉ុន្តែគាត់បានមកឡើងខ្ពស់តិចប៉ុន្តែក៏មិនខ្ពស់ផុតដែរគឺនៅប្រផិតប្រផាយហ្នឹងអញ្ចឹងជួបព្រឹត្តិការណ៍បែបបច្ចុប្បន្ននៅសហរដ្ឋអាមេរិកនៅហ្នឹងដែលអូបន្លាយពេលយូរអញ្ចឹងគឺប៉ះពាល់បាទប៉ះពាល់ច្រើនអញ្ចឹងខ្ញុំយល់អំពីអារម្មណ៍ហ្នឹងបាទហើយវាហួសពីអ្វីដែលខ្ញុំអាចនិយាយបានតែខ្ញុំនេះក៏ទិញទំនិញឡើងថ្លៃដែរប៉ុន្តែវិច័យដន់យើងនៅក្នុងអាកម្រិតរបស់យើងនោះវាផុតដែរក៏ប៉ុន្តែអ្នកនៅសហរដ្ឋអាមេរិកក៏មានមនុស្សច្រើនដែរដែលនៅចំអាកែមប្រផាត់ប្រផាយហ្នឹងហើយមានការវិវត្តអញ្ចឹងពួកគាត់ប៉ះពាល់ដែរណាប៉ះពាល់ច្រើនបាទបុណ្យយ៉ានជំរាបសួរលោកតើសហរដ្ឋនិងអ៊ីស្រាអែលអាចយកឈ្នះលើអ៊ីរ៉ង់ក្នុងការបោកចោលសមុទ្រហូមូសបានដែរឬទេបើមិនឈ្នះតើរឿងអ្វីកើតឡើងបាទខ្ញុំមិនជំនាញខាងនោះខ្ញុំមិនហ៊ានទាយទេប៉ុន្តែខ្ញុំជឿថាអាចនឹងមានដំណោះស្រាយកើតមានឡើងគឺនៅថ្ងៃនេះឬក៏ថ្ងៃស្អែកហ្នឹងយើងអាចដឹងរឿងហើយអ្វីដែលយើងអាចសង្ឃឹមបានគឺសង្ឃឹមថាអាចនឹងដោះស្រាយបានចប់ឲ្យស្រួលបួទៅពួយប៉ះពាល់ប្រជាពលរដ្ឋច្រើនកាំងរូបទៀតឲ្យចំម្លេញញញឹមតែម្ដងអូខេអញ្ចឹងសារុនហឹមសួស្ដីសេងតើពាក្យ GOP មានន័យធ្វើម៉េចខ្ញុំធ្លាប់ឃើញលើកញ្ចក់ទូរទស្សន៍ CNN GOP នៅអាមេរិកហ៎ GOP នៅអាមេរិកមានថា Grand Old Party ពាក្យពេញវា Grand Old Party គឺសំដៅទៅលើគណៈបកសាធារណរដ្ឋបាទឈ្មោះដើមគឺគេ Grand Old Party ហ្នឹងបាទអញ្ចឹងគឺគណៈបកសាធារណរដ្ឋនិយាយសាមញ្ញណាបាទពាក្យកាត់គេនិយាយពាក្យ GOP គេអត់និយាយពាក្យ rap ទេ rap ហ្នឹងគឺសំដៅទៅលើមើល refresh មួយឲ្យឃើញរូបញញឹមទីបាទអញ្ចឹងសារុនហឹមណាបាទអញ្ចឹងគឺ GOP ហ្នឹងគឺសំដៅទៅលើគណៈបកសាធារណរដ្ឋអញ្ចឹងពាក្យកាត់គេនិយាយគឺគាត់និយាយ GOP អញ្ចឹងឯងបាទដល់ពេលបកប្រជាធិបតេយ្យគឺពួកគេពាក្យ Dem ពួក Democrat បាទអូខេបាទអូខេណាគេទៅលើទៀតសុផាសង្គ្រាមនៅប៉ះពាល់ពិភពលោកលពូបាអូខេអស់ហើយនៅខាងលើវណ្ណាសុតជំរាបសួរបងខានបានចូល live បងតែតាមដានអូខេជិះអូខេអស់ហើយណាអូខេរំចុះក្រោមម្ដងទៀតអានយូបាទម៉ូនីកា LB អូសុំមិនអានអីបាទម៉ូនីកាសំណួរម៉ូនីកាគាត់មានលក្ខណៈចាក់ដោនតិចបាទសូមអធិស្ឋានណាម៉ូនីកាសូមមិនយកមកនេះប្រិមត្តណាចូលមើលឃើញខ្លួនឯងមើលចុះបាទខ្ញុំសូមមិនអានអធិស្ឋានណាម៉ូនីកាភាវីបងសូមយោបល់បងអំពីល្បិចកលសម្ដែងរបស់ថៃនៅចំពោះមុខមេដឹកនាំហ្វីលីពីនតែនិយាយខាងក្រោយគាត់និយាយថាក៏គុតជារបស់ថៃបាទអញ្ចឹងទុកឲ្យខាងថៃគេនិយាយរួមគឺយើងមានការចរចាយើងមានផែនទីមានអីមានឯកសារអីជាច្រើនហើយដូច្នេះទុកឲ្យការចរចានោះបើសិនជាដូចខ្ញុំបាននិយាយពីខាងដើមខំសំមិញហ្នឹងគឺថៃគាត់និយាយហ្នឹងគឺបាទរបៀបនៅលាក់លៀមច្រើនមិនច្បាស់លាស់ដូចកម្ពុជាទេអញ្ចឹងដូច្នេះណាបនណាទុកឲ្យឯកសារមានហ្នឹងហើយនឹងផែនទីមានហ្នឹងគឺគេបកស្រាយចោះណាបាទបកស្រាយហើយច្បាប់គេមានហើយវាលែងថាគាត់ប្រើច្បាប់ព្រៃបើសិនជាគាត់ចង់ប្រើច្បាប់នៅក្នុងប្រទេសច្បាប់អន្តរជាតិគឺច្បាស់ជាបានស្រួលហើយណាបាទអញ្ចឹងដល់អស់មានអ្វីតទៀតណាបាទអូខេហ្នឹងហើយ
សុផាថាមិនទេសុផាប្រទេសទុយកម្លាំងយុតិកសរតែគ្រោះថ្នាក់បាទហ្នឹងហើយសុផាហ្នឹងធ្វើមិនទេបាទអឺច័ន្ទរិទ្ធថៃកំពុងទទួលស្គាល់ថាការចាញ់លើការងារការទូតបាទខ្ញុំមិនចង់និយាយដល់ប៉ុណ្ណឹងប៉ុន្តែខ្ញុំមើលគឺច្រកហ្នឹងដែរបាទគឺការទូតនេះឯងការដែលប្រើកម្លាំងអន្តរជាតិនេះឯងគឺជាទុនមួយសំខាន់ណាស់សម្រាប់ប្រទេសដែលយើងទៅទៀបជាងដែលយើងត្រូវប្រើយន្តការអន្តរជាតិនឹងដែលយើងប្រើទោះបីជាយើងប្តឹងទៅតុលាការក៏ដោយយើងប្រើកម្លាំងអន្តរជាតិក៏ដោយបាទកម្លាំងបាយខ្លាំងក្លាក្លាហានមើលទៅមើងម៉ាត់មមទាំតែរយៈពេលខ្លីទេថ្ងៃក្រោយទៅសម្ដែងច្បាប់ត្រូវតែក្តោបយកវិញដដែលការទូតត្រូវតែក្តោបយកវិញដដែលបាទគឺបាទកម្លាំងសាច់ដុំហ្នឹងគឺមិនអាចទៅណារួចទេយើងមើលតែឧទាហរណ៍ពីខ្ញុំលើឧទាហរណ៍ដូចជាទី1រឿងនៅអ៊ុយក្រែនហ្នឹងបាទរុស្ស៊ីក៏ប្រើកម្លាំងប៉ុណ្ណឹងមហាអំណាចផងឃើញទេមហាអំណាចនុយក្លេអ៊ែរណានៅតែទីបំផុតនៅតែកំពុងតែរត់ទៅរកការចរចាក៏ប៉ុន្តែពេលចរចាតើបានដីបាត់ដីអីមិននឹងរឿងនៅអ៊ុយក្រែនហ្នឹងគឺនឹងយើងចាំមើលដែរតើមានការព្រមព្រៀងគ្នាយ៉ាងម៉េចបាទក៏តែទោះបីយ៉ាងណាក៏ដោយក៏តតែមានការព្រមព្រៀងរវាងភាគីទាំងពីរហ្នឹងដែរបាទសូម្បីតែសហរដ្ឋអាមេរិកទៅដាក់សម្ពាធក៏អត់អាចចេញបានដែរបើអ៊ុយក្រែនមិនព្រមបាទហើយករណីទី2គឺរឿងសហរដ្ឋអាមេរិកខ្លួនឯងហ្នឹងតែម្ដងនៅក្នុងរឿងអ៊ីរ៉ង់ពេលសប្តាហ៍ហ្នឹងបាទនិយាយចូលឡើងវាចុះវាឡើងក៏ត្រូវតែងាកមកចរចាហ្នឹងដែរតែអឺផលចំណេញពីការចរចារបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ហ្នឹងយ៉ាងម៉េចឬក៏ត្រឡប់ទៅដូចដែលរដ្ឋបាលលោកអូបាម៉ាបានចរចារួចហើយអ៊ីរ៉ង់ក៏ព្រមអាមេរិកក៏ព្រមដែលប៉ុន្តែលោកតាបានលុបចោលតាំងពីអាណត្តិទី1នោះឬក៏យ៉ាងណាហ្នឹងយើងចាំមើលដែរឃើញទេបាទបើសិនជាដូចត្រឡប់ទៅដូចអ្វីដែលលោកអូបាម៉ាចរចាមុនមកហើយដែលប្រភពមួយចំនួនបាននិយាយថាកំពុងតែទៅរកច្រកហ្នឹងនឹងច្បាស់ជាអាចជាប់ដានចាស់បានន័យថាមិនឈ្នះអ្វីពីការធ្វើប្រដាប់អាវុធនឹងទេបែរជាមកឈ្នះនៅលើការទូតវិញក៏ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកពិតជាអាចទាញយកជាតិអ៊ុយរ៉ាញ៉ូមអីរបស់អ៊ីរ៉ង់ចម្រាញ់ហ្នឹងមកដោយដែលលោកប្រធានាធិបតីបាននិយាយថាអាមេរិកយកមកទុកវិញហើយអាហ្នឹងវាជាជោគជ័យមួយដែរបើទោះបីជាលោកងាកមកប្រើផ្នែកខ្លះនៃការចរចារបស់លោកអូបាម៉ាគឺមានន័យថាការដោះលែងជំនួយដោះលែងអីចឹងណាការបញ្ចេញប្រាក់អីវិញបាទដូច្នេះអាហ្នឹងវាអាចនឹងមានសម្បទានគ្នាទៅវិញទៅមកក៏ប៉ុន្តែទីបំផុតក៏នៅតែដែលខ្ញុំចង់យកមកធ្វើជាអំណះអំណាងហ្នឹងគឺនៅតែជាព័ត៌មានជាការប្រកាសទូតដដែលទេបាទអញ្ចឹងមានណាគេកំសាន្តសួនបាទបងកំសាន្តសួនមកបាទជាអត់បានចូលម្សិលមិញហើយបាទបានចូលម្សិលមិញព័ត៌មានគេផ្សាយថាអ៊ីរ៉ង់បាញ់លិចនាវាពិឃាតអាមេរិក3គ្រឿងតើមែនទេអូនបាទមែនតាមប្រភពព័ត៌មានរបស់អ៊ីរ៉ង់ប៉ុន្តែអាមេរិកគាត់ថាអត់មានទេបាទអត់មានទេណាបាទអញ្ចឹងអ៊ីរ៉ង់គាត់បាននិយាយម្សិលមិញគាត់ថាអូបាញ់លិចហើយប៉ុន្តែអាមេរិកថាអត់មានទេបាទឥឡូវមានយើងគិតតែប៉ុណ្ណេះបាទយើងមកដល់ពេលនេះណាមកដល់ពេលនេះហើយបើសិនជាបានខ្ទេចនាវាអាមេរិកតែមួយគ្រឿងបើជាមួយថ្ងៃនេះមិនមែនជារឿងមួយដែលនៅឃើញការមិនប្រយុទ្ធគ្នាទេច្បាស់ជាជុំនៅហ្នឹងហើយដូច្នេះអញ្ចឹងដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺព័ត៌មានបែបហ្នឹងគឺយើងអត់ដឹងទេនៅក្នុងកន្លែងសមរភូមិហ្នឹងគឺមានតែភាគីទាំងពីរនឹងដឹងទេបាទក៏ប៉ុន្តែនៅពេលក្រោយមកបានយើងអាចដឹងបានអញ្ចឹងយើងវិភាគតាមហ្នឹងឆេះលិចនាវាអាមេរិកតែមួយនេះគឺច្បាស់ជាឆេះអ៊ីរ៉ង់ហ្នឹងហើយកុំថាឡើងដល់ទៅ3គ្រឿងឃើញទេដូច្នេះយើងអាចពិចារណាតាមផ្អែកទៅលើសូចនាករនឹងបានថាតើនឹងគេថា connect the dots នឹងតើវាទៅជាយ៉ាងណាទៅវិញបាទអញ្ចឹងអរគុណច្រើនណាអរគុណច្រើនប្រិមិត្តបាទឥឡូវមកនិយាយគ្នាគឺបែរជារូបមិនកាំងបាទអញ្ចឹងអរគុណច្រើនសូមជម្រាបលាអញ្ចឹងស្អែកអត់បានជួបគ្នាទេណាគឺខ្ញុំជាប់រវល់បាទសូមជម្រាបលា